លោកអ្នកនាងស្ដាប់ជាទីមេត្រីជីនាងវងមានដាំកំណើតនៅក្នុងប្រទេសឥណ្ឌាបានដាំដុះយ៉ាងទូលំទូលាយនៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោកជាពិសេសនៅអាស៊ីនិងមេឌីទែរ៉ាណេសម្រាប់ជីនាងវងដើមរបស់វាមានកម្ពស់30ទៅ60សង់ទីម៉ែត្រស្លឹកដោះទល់មុខរាងពងក្រពើផ្កាមានទំហំតូចពណ៌សឬពណ៌ស្វាយស្លេកហើយដោះជាចង្កោមនៅចុងមែកហើយថែមទាំងមានក្លិនក្រអូបនិងត្រូវបានគេប្រើយ៉ាងទូលំទូលាយនៅក្នុងម្ហូបនិងឱសថបុរាណនានាទន្ទឹមនឹងប្រយោជន៍ផ្នែកអាហារឬក៏ឱសថជីនាងវងក៏ជាគ្រឿងទេសពិសេសមួយដែលគេចាត់ទុកជារុក្ខជាតិហុងស៊ុយនាំសំណាងនិងមានភាពចម្រុងចម្រើនទៅដល់គ្រួសារផងដែរនៅក្នុងហុងស៊ុយជីនាងវងត្រូវបានគេចាត់ទុកជានិមិត្តរូបនៃភាពរុងរឿងសំណាងនិងលុយកាក់អត្ថបទមួយចំនួនបានចុះផ្សាយថាភាពតាក់ទាញរបស់ជីនាងវងនិងភាពតាក់ទាញថាមពលវិជ្ជមានត្រូវបានគេជឿថាមានសមត្ថភាពតាក់ទាញថាមពលវិជ្ជមានការពារវិញ្ញាណអាក្រក់និងនាំមកនូវសន្តិភាពនិងភាពសុខដុមរមនាដល់កន្លែងរស់នៅជីនាងវងធ្វើឲ្យទ្រព្យសម្បត្តិសកម្មយោងទៅតាមហុងស៊ុយបើអាចជំរុញលំហូរនៃទ្រព្យសម្បត្តិជួយឲ្យម្ចាស់ផ្ទះមានសំណាងល្អនៅក្នុងការងារនិងជំនួញជីនាងវងមិនត្រឹមតែនាំសំណាងខាងទ្រព្យសម្បត្តិប៉ុណ្ណោះទេប៉ុន្តែក៏ត្រូវបានគេជឿថានាំមកនូវសុខភាពនិងសុខសាន្តដល់សមាជិកគ្រួសារផងដែរសម្រាប់និមិត្តសញ្ញានៃភាពសម្បូរបែបជាមួយនឹងជីនាងវងរូបរាងពណ៌បៃតងខៀវស្រងាត់របស់វាជានាងវងតំណាងឲ្យភាពសម្បូរបែបភាពពេញលេញនិងវិបុលភាពរបៀបដាំនិងការថែទាំជីនាងវងទៅតាមក្បួនហុងស៊ុយដើម្បីបង្កើនអត្ថន័យនៃហុងស៊ុយរបស់ជីនាងវងម្ចាស់ផ្ទះត្រូវកត់សម្គាល់ដូចជាទីតាំងដាំជីនាងវងគួរតែដាំនៅកន្លែងបើកចំហដែលមានពន្លឺព្រះអាទិត្យច្រើនដូចជាយ៉ផ្ទៃរាបស្មើឬនៅខាងមុខផ្ទះជៀសវាងការដាំដើមឈើនៅកន្លែងដែលមានពន្លឺតិចនិងសើមទិសដែលដាំដែលមានហុងស៊ុយតាមហុងស៊ុយគួរតែដាំនៅទិសបូព៌ានិងទិសអាគ្នេយ៍ដើម្បីទទួលបានថាមពលនិងលាភសំណាងការថែទាំរុក្ខជាតិនេះត្រូវបានស្រោចទឹកជាប្រចាំនិងជីជាតិឲ្យបានទៀងទាត់ដើម្បីរក្សាពណ៌បៃតងនិងលូតលាស់កាន់តែខ្លាំងសម្រាប់ពីរបៀបនៃការកាត់ចេញនិងរាងគឺការកាត់ចេញជាទៀងទាត់និងធ្វើរូបរាងដើម្បីជីនាងវងដើម្បីទទួលបានរលឹងនិងភាពចម្រុងចម្រុះគ្នាសម្រស់ស្រស់ស្អាតយ៉ាងណាមិញជីនាងវងមិនត្រឹមតែជាគ្រឿងទេសដែលធ្លាប់ស្គាល់ប៉ុណ្ណោះទេប៉ុន្តែក៏ជារុក្ខជាតិដែលមានហុងស៊ុយដែលមានអត្ថន័យល្អជាច្រើនផងដែរការដាំដុះនិងថែទាំឲ្យបានត្រឹមត្រូវនឹងជួយឲ្យម្ចាស់ផ្ទះនាំមកនូវភាពរុងរឿងសំណាងនិងលាភហូរចូលឥតឈប់ឈរសម្រាប់ការប្រើប្រាស់ជាឱសថគេបានប្រើប្រាស់គ្រាប់របស់វាដើម្បីព្យាបាលជំងឺហើមរលាករ៉ាំរ៉ៃមួលប្រមេះទឹកបាយរលាកតម្រងនោមរលាកផ្លោកនោមនិងឬដុំបាតខាងក្នុងមិនត្រឹមតែប៉ុណ្ណោះគេប្រើប្រាស់វាដើម្បីបំបត្តិការឈឺចាប់ពេលឆ្លងទន្លេនិងការបង្កើនកម្លាំងផ្លូវភេទផងដែរដើមជីនាងវងត្រូវបានគេយកទៅឆុងទឹកក្តៅដើម្បីប្រើប្រាស់ជាថ្នាំសម្រាប់ប្រឆាំងប៉ារ៉ាស៊ីតសម្រាប់មេរោគប្រឆាំងមេរោគនិងការប្រឆាំងទៅនឹងការហើមរលាករស់រាលផងដែរ